សួស្តីអ្នកទាំងគ្នាជួបជាមួយខ្ញុំម្ដងទៀតហើយអ៊ូឆាងថ្ងៃនេះយើងមកសម្រាប់និយាយរឿងបរិយាចិត្តឆៅនៅអេពីសូតទី2យើងក៏បានឃើញអាគារ Senfa មួយកន្លែងនិងឃើញការរៀបចំពិធីបុណ្យសពនិងរួមមានទាំងលិខិតនៅខាងមុខនោះក៏បាននិយាយថាគឺហាមចូលរួមរំលែកទុក្ខគឺធ្វើតាមការស្នើសុំរបស់សាច់ញាតិនារីម្នាក់ដែលបានស្លាប់នោះគឺជាម្ដាយរបស់ភីដុងកាំងនៅភាគទី1ពេលនោះមានមនុស្សមួយក្រុមកំពុងរស់រើពិធីបុណ្យសពអំឡុងពេលនោះបុរសម្នាក់ដែលមានឈ្មោះថាលោកអ៊ឹមបុរសម្នាក់ទៀតបានសួរទៅលោកអ៊ឹមថាតើនេះប្រកាសថាចង់រស់រើវាមិនទាន់ដល់3ថ្ងៃទេលោកអ៊ឹមក៏បាននិយាយឆ្លើយតបថាពិធីបុណ្យសពនេះមានអ្វីពិសេសក្រៅពីនាងទទួលបានពេញលេញហើយលោកអ៊ឹមក៏បាននិយាយតទៀតថាលើសពីនេះទៀតនាងទទួលបានការព្យាបាលបន្ទាប់ពីនាងស្លាប់ទៅហើយត្រូវកែរបស់យើងក៏មិនខ្វាយខ្វល់អ្វីទាំងអស់អំឡុងពេលនោះកូនចៅម្នាក់ក៏បានសួរទៅលោកអ៊ឹមថាតើគួរធ្វើដូចម្ដេចចំពោះរូបថតនេះលោកអ៊ឹមក៏បាននិយាយថាគ្រាន់តែរឿងប៉ុណ្ណឹងក៏សួរយើងដែរថាយកវាទៅបោះចោលទៅពេលនោះរូបថតក៏ជ្រុះមនុស្សមួយក្រុមដែលជញ្ជូនកម្រងការឯក្រៅក៏បានជន់នៅរូបថតនោះបានឃើញបរិសម្នាក់កំពុងដើរចូលសារពិធីលោកអ៊ឹមគ្រប់គ្នាក៏មានការចាប់អារម្មណ៍លោកអ៊ឹមក៏បានស្ដីដាក់បរិសដែលដើរចូលនោះថាហេលោកនៅទីនេះគ្មានការអនុញ្ញាតឲ្យកាន់ទុកទេតើលោកមិនឮខ្ញុំនិយាយទេពេលនោះភីដុងកាំងក៏ជ្រុះកាត់សម្គាល់មនុស្សមួយក្រុមនោះក៏បានឃើញថាគឺជាភីដុងកាំងពួកគេក៏ប្រែទឹកមុខភីដុងកាំងក៏បាននិយាយទួដោយកំហឹងថាអ្វីដែលយើងចង់ដឹងមូលហេតុដែលគាត់ស្លាប់ដោយសារអ្វីកាត់ក៏លេចថយក្រោយពេលភីដុងកាំងទៅកន្លែងពិនិត្យសាកសពនិយាយសួរទៅពេទ្យពិនិត្យសាកសពលោកថាតើលោកពិនិត្យរួចរាល់ហើយលទ្ធផលនៃការព្យាបាលសាកសពនោះយ៉ាងម៉េចដែរពេទ្យនោះក៏បាននិយាយថានេះមិនមែនជាការធ្វើអត្តឃាតទេភីដុងកាំងក៏បានយកឯកសារទុកនិងបាននិយាយថាវាជាការងារដ៏អាក្រក់ដែលពួកឯងបានធ្វើតើវាពិតជាចាំបាច់មែនទេដែលពួកឯងត្រូវសម្លាប់គាត់យើងក៏បានឃើញស្នាមកំបិតជាច្រើនកន្លែងដែលបានចាក់នៅលើរូបរាងកាយម្ដាយរបស់ភីដុងកាំងប្រហែលជានាងមិនមានឱកាសសុំខ្ញុំម្ដងទៀតទេខ្ញុំសូមបញ្ជាក់កន្លែងនេះមានន័យថាម្ដាយរបស់ភីដុងកាំងនៅភាគទី1សូមឲ្យភីដុងកាំងឈប់ធ្វើករណីមួយដែលពាក់ព័ន្ធជាមួយនឹងអ៊ីលដុងកាំងបង្វែរទៅមនុស្សមួយក្រុមដែលសម្លាប់ម្ដាយភីដុងកាំងពិតជាខុសខើមានទាំងអ្នកចាក់និងមានទាំងអ្នកដំនេះមុននឹងម្ដាយរបស់ភីដុងកាំងបានស្លាប់មិនដឹងឈឺចាប់យ៉ាងណាទេបុរសម្នាក់ដែលបានចូលរួមសម្លាប់នោះក៏បាននិយាយថាតើយើងមិនគួរទុកឲ្យនាងដកដង្ហើមបន្តិចទេម្ដាយរបស់ភីដុងកាំងគឺពិបាករស់ដោយមានការឈឺចាប់យ៉ាងខ្លាំងបុរសម្នាក់បានចូលរួមសម្លាប់បាននិយាយតទៀតថាបញ្ចប់នាងឲ្យលឿនទៅបន្តសម្ដីនៃបុរសម្នាក់ទៀតបាននិយាយថាចាត់ការនាងឲ្យលឿនទៅគ្នារបស់យើងកំពុងចាំនៅខាងក្រៅអំឡុងពេលនោះមនុស្សមួយក្រុមនោះក៏បានព្រួតគ្នាចាក់សម្លាប់ម្ដាយរបស់ភីដុងកាំងឲ្យបាត់បង់ជីវិតភីដុងកាំងក៏បាននិយាយថាពួកឯងគិតថាវាជាការបិទបាំងស្ថានភាពដែលពួកឯងបានធ្វើប៉ុន្តែខ្ញុំគិតថាពួកឯងមើលរំលងព័ត៌មានមួយបន្ថែមគ្រាចុងក្រោយរបស់គាត់បានលេបផុសតាងមួយដែលនៅជាប់នៅបំពង់ករបស់គាត់បងលោកអ៊ឹមក៏បានឲ្យកូនចៅរបស់ខ្លួនដើរដើម្បីទៅយកផុសតាងពីភីដុងកាំងបុរសម្នាក់នោះក៏បាននិយាយថាហេលោករាជអាខ្ញុំបានដឹងពីរឿងអសិលរបស់លោកច្រើនណាស់លោកឆាប់ឲ្យផុសតាងនោះមកយើងមកពេលបុរសនោះក៏បានយកដៃដាក់លើស្មាភីដុងកាំងពេលនោះភីដុងកាំងក៏បានកាច់ដៃបំបាក់ធ្វើឲ្យប្រុសម្នាក់នោះស្រែកយ៉ាងខ្លាំងនឹងបានក្រោះសេមួយជើងចំកណ្ដាលមកធ្វើឲ្យទៀតទៅខាងលោកអ៊ឹមក៏បាននិយាយថាអានេះពិតជាអត់បានការមែនទុកឲ្យអញលោកអ៊ឹមក៏បានដកកូនកំបិតបំរុងចាក់ភីដុងកាំងក៏ស្ទុះយកឯកសារមកគប់នឹងមាត់មួយដៃចំកណ្ដាលមកធ្វើឲ្យលោកអ៊ឹមភ្នែកសនឹងមានត្រាក្រុមសែនហ្វាជាប់នៅលើក្បាលភីដុងកាំងក៏បាននិយាយទៅកូនចៅរបស់លោកអ៊ឹមថាពួកឯងចូលចិត្តធ្វើអ្វីទាំងអស់គ្នាឥឡូវពួកឯងឆាប់ចូលមកទាំងអស់មកអំឡុងពេលនោះក្រុមលោកអ៊ឹមក៏ត្រៀមខ្លួនក្នុងការប្រយុទ្ធដល់ភីដុងកាំងក៏បាននិយាយតទៀតថាចាប់ពីពេលនេះទៅខ្ញុំនឹងធ្វើអ្វីតាមវិធីរបស់ខ្ញុំមើលទៅមុខតួប្រុសរបស់យើងក៏ដឹងថាកើតប៉ុណ្ណាដែរឈាមរបស់ភីដុងកាំងកំពុងតែពុះយើងក៏លេងទៅមើលក្រុមសែនហ្វាបុរសម្នាក់មានឈ្មោះថាថេកូកាំងគឺជាកូនប្រុសទី3របស់ក្រុមសែនហ្វាក៏បាននិយាយថាតើពេលណាបានយើងចាត់ការគេបុរសម្នាក់ទៀតមានឈ្មោះមូកាំងជាកូនប្រុសទី2របស់សែនហ្វាក៏បាននិយាយទៅធីគូកាំងថាឥឡូវវាមិនទាន់ដល់ពេលដែលត្រូវចាត់ការទេវានឹងមិនល្អសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខាងមុខយើងគួរតែធ្វើសកម្មភាពមុនពេលធ្វើអ្វីចេញពីដៃរបស់យើងបុរសម្នាក់មានឈ្មោះថាឆាអ៊ុកកាំងជាកូនប្រុសច្បងនៅសែនហ្វាក៏និយាយទៅប្អូនប្រុសទី3ឯងនិយាយត្រូវយើងមិនគួរអង្គុយមើលបានយូរទៀតទេគេក៏បាននិយាយថាតើយើងគួរធ្វើដូចម្ដេចដាក់ភីដុងកាំងលោកប៉ាបុរសម្នាក់ទៀតបាននិយាយថាឆាប់ប្រលះស្បែកវាចេញទៅយើងក៏បានឃើញក្មេងចំនួន5នាក់ដែលបុរសម្នាក់នោះបង្វឹកគេក៏បាននិយាយតទៀតថាយើងនឹងធ្វើអ្វីដែលយើងតែងតែធ្វើចំពោះអ្នកណាម្នាក់ដែលរារាំងផ្លូវរបស់យើងអ៊ីលដុងកាំងក៏បាននិយាយថាគេអាចនឹងស្លាប់កាត់មកប្លង់មួយក៏បានឃើញបុរស3នាក់កំពុងនិយាយគ្នាបុរសពាក់បន្តាក៏បាននិយាយថាមើលចុះខ្ញុំមិនចង់បានការប៉ាវមហូបនេះទេខ្ញុំចង់ដឹងថាលុយ 10000 វ៉ុនគឺជាសំណូកមែនទេបុរសម្នាក់ក៏បានតបថាឯងមិនដែលផ្លាស់ប្ដូរសោះតាំងពីនៅវិទ្យាល័យពេលនោះម្នាក់ទាំង3ក៏បានលាគ្នាកាត់មុខភីដុងកាំងបុរសម្នាក់ក៏ចាប់អារម្មណ៍នៅដំណើរភីដុងកាំងក៏និយាយថាហេពួកឯងជួយមើលគឺជាគេមែនទេគេពិតជាគួរឲ្យខ្លាចណាស់បន្តទៀតថាឯងដឹងទេត្រឡប់ទៅឆ្នាំទី3របស់យើងនៅវិទ្យាល័យអ្នកដែលវាយគ្នាដោយប្រើប៊ិចគេហៅថាឆ្កែឈួតអូយើងឮគេថាគឺជាព្រះរាជអាជ្ញាតើគេកំពុងធ្វើអ្វីនៅទីក្រុងនេះរាប់ឆ្នាំចាប់តាំងពីពេលនោះមកខ្ញុំភ្នាល់ថាគេបានរកឃើញកន្លែងដ៏ល្អមួយ
ហើយអំឡុងពេលនោះបរោះនោះក៏នឹកឃើញរឿងរ៉ាវដែលគាត់ត្រូវគេធ្វើបាបប្រមាប់បាននិយាយថាតើឯងគិតថាយើងធ្វើបាបឯងខ្លាំងទេបើសិនជាថ្ងៃហ្នឹងឯងមិនយករបស់មកទេយើងនឹងនឹកឃើញភ្នែកខ្លាញ់របស់ឯងឥឡូវឯងឆាប់បើកភ្នែកមកប្រមាប់នឹងគ្នារបស់ប្រមាប់ក៏នាំគ្នាសើចលោកគ្រូក៏បានឃើញលោកគ្រូក៏បានស្រែកថាហេពួកឯងឆាប់ដោះលែងគេភ្លាមគ្នារបស់ប្រមាប់ក៏និយាយថាលោកគ្រូកុំចេះដឹងរឿងរបស់គេប្រមាប់ក៏បានយកបរិសម្នាក់នោះមកឲ្យលោកគ្រូថាលោកគ្រូក៏ចង់ជួយគេដែរលោកគ្រូក៏ឃើញសាររបស់ប្រមាប់ក៏ដើរចេញគ្នារបស់ប្រមាប់ក៏បាននិយាយថាពិតជាកំសាកមែនធូអានដែលត្រូវបានគេធ្វើបាបនោះប្រមាប់ក៏បាននិយាយថាចាប់ពីស្អែកទៅបើឯងមិនយកឲ្យបានឲ្យយើងឯងពិតជាត្រូវមែនតើហើយធូអានក៏បើកភ្នែកធំហើយប្រមាប់ក៏ដើរជាន់បន្តារបស់ធូអានអានេះពិតជាកំសាកមែនហើយកាត់ជាកូនប្រុសធ្វើអ្វីបើកើតមកមកហ៊ានតដៃជាមួយគេផងធូអានក៏គិតក្នុងចិត្តម្នាក់ឯងថាខ្ញុំពិតជាចង់ស្លាប់ខ្លាំងណាស់អំឡុងពេលនោះក៏មានដៃបរិសម្នាក់ធូអានក៏បានសម្លឹងមើលបរិសម្នាក់នោះគឺជាភីដុងកាំងក៏បាននិយាយថាឯងជិះចេញពីផ្លូវរបស់យើងភីដុងកាំងក៏បានដើរចូលក្នុងធូអានក៏បានយកកំបិតបំរុងនឹងវះដៃរបស់ខ្លួនភីដុងកាំងក៏បាននិយាយថាឯងពិតជាចង់ស្លាប់មែនឯងមិនចង់សងសឹកអ្នកណាដែលធ្វើបាបឯងទេពេលនោះធូអានក៏បាននិយាយទៅដាក់ភីដុងកាំងថាលោកអាចជួយខ្ញុំបានទេពេលនោះភីដុងកាំងក៏បានចាត់ការប្រមាប់ដោយយកបិចចាក់គ្រាប់ភ្នែករបស់ប្រមាប់សិស្សទាំងអស់គ្នាក៏មានការភ័យខ្លាចយ៉ាងខ្លាំងហើយក៏បាននិយាយតគ្នាថាគេគឺជាឆ្កែឈួតគឺជាឈួតខ្លាំងមែនទែនបរិសម្នាក់ដែលមានឈ្មោះថាធូអានក៏បានអោនមុខចុះហើយក៏គិតម្នាក់ឯងថាខ្ញុំសមត្ថភាពរបស់ខ្ញុំមិនស្មើនឹងគាត់ផងអរគុណអ្នកទាំងអស់គ្នាខ្សែរបស់យើងក៏ដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាភាគក្រោយនឹងជួបសត្រូវដែលសម្រាប់ម្ដាយរបស់ខ្លួនបើចង់ដឹងថាទៅជាយ៉ាងណាអ្នកគ្នាជួយចុច like subscribe និងចុចសញ្ញាកណ្ដឹងដើម្បីបានវីដេអូថ្មីបាយបាយ